វត្តរូបសង្ខេបរបស់លោក Manny Pacquiao គឺជាស្ដេចផ្ដាល់នៅតំបន់អាស៊ីហើយជាស្ដេចផ្ដាល់លំដាប់ថ្នាក់ពិភពលោកផងដែរលោក Manny Pacquiao កើតនៅក្នុងឆ្នាំ1978ជំរាបសួរបងប្អូនប្រិមិត្តដែលនិយមស្នេហាវិស័យកីឡាថ្ងៃនេះខ្ញុំនឹងនិយាយអំពីប្រវត្តិខ្លះរបស់លោក Manny Pacquiao គឺជាស្ដេចផ្ដាល់លំដាប់ថ្នាក់ពិភពលោក Manny Pacquiao កើតនៅថ្ងៃទី17ខែធ្នូឆ្នាំ1978បើគិតមកដល់សប្តាហ៍ថ្ងៃនេះលោកមានអាយុ48ឆ្នាំហើយគាត់បានឆ្លងកាត់ការប្រកួតសរុបជាង72ប្រកួតមានខ្សែក្រវ៉ាត់ចំនួន12ខ្សែលោក Manny Pacquiao មានទីកន្លែងកំណើតនៅ Kibawe ខេត្ត Bukidnon ប្រទេសហ្វីលីពីនគេបានដាក់រហស្សនាមឲ្យលោក Manny Pacquiao គឺលោក Hangman គឺមានន័យថាអ្នកប្រយុទ្ធនៅលើសង្វៀន Manny Pacquiao បានចាប់ផ្ដើមអាជីពជាអ្នកប្រដាល់នៅក្នុងឆ្នាំ1995លោក Manny Pacquiao គឺមានស្ថានភាពគ្រួសារក្រីក្របំផុតគាត់បានចាកចេញពីផ្ទះតាំងពីតូចតាំងពីអាយុ13ឆ្នាំហើយគាត់បានចាប់អាជីពជាអ្នកប្រដាល់សកលចាប់ពីអាយុ16ឆ្នាំគាត់មានទេពកោសល្យនិងមានការចាប់អារម្មណ៍ទៅលើប្រដាល់សកលមែនទែនបងប្អូនប្រិមិត្តយើងបន្ទាប់ពីឆ្លងកាត់ព្យុះភ្លៀងក្នុងការវឹកហាត់ជាអ្នកប្រដាល់សកលគាត់បានមានភាពល្បីល្បាញបំផុតនៅប្រទេសហ្វីលីពីនទាំងការឆ្លងកាត់ការប្រកួតគ្រប់បែបយ៉ាងប្រភេទទម្ងន់ធ្ងន់និងការប្រកួតលំដាប់ថ្នាក់ពិភពលោកផងដែររឿងនៃអស្ចារ្យបំផុតលោក Manny Pacquiao បានឆ្លងកាត់ការប្រកួតនៅសង្វៀនសកលគឺលំដាប់ថ្នាក់ពិភពលោកដូចជា Floyd Mayweather, Oscar De La Hoya, Miguel Cotto គឺជាកីឡាករលំដាប់ពិភពលោកហើយក៏ធ្លាប់ប៉ះជាមួយនឹង Floyd Mayweather ចាញ់បន្ទុក Floyd Mayweather ផងដែរបងប្អូនប្រិយមិត្តយើងនៅក្នុងប្រទេសហ្វីលីពីនគេតែងតែគោរពលោក Manny Pacquiao ដូចជាថ្នាក់ដឹកនាំមួយប្រភេទដែរក្នុងនោះលោក Manny Pacquiao ក៏មានឈ្មោះបោះសម្លេងក្នុងការបម្រើការងារនៅសមាជិកព្រឹទ្ធសភានៅឯប្រទេសហ្វីលីពីនបន្ថែមទៀត Manny Pacquiao គឺជាកីឡាករតែមួយគត់របស់ប្រទេសហ្វីលីពីនដែលនាំឲ្យប្រទេសហ្វីលីពីនស្គាល់នៅខ្នាតអន្តរជាតិនៃប្រដាល់សកលហើយធ្វើឲ្យពិភពលោកស្គាល់នៅលំដាប់នៃកីឡាករហ្វីលីពីនគឺ Manny Pacquiao ល្បីល្បាញទូទាំងពិភពលោកនៅពេលនោះដែរទើបលោក Manny Pacquiao មានឈ្មោះបោះសម្លេងនៅពេលដែលប្រកួតជាមួយនឹងកីឡាករល្បីៗលំដាប់ថ្នាក់ពិភពលោកនៅក្នុងឆ្នាំ2015ភាពល្បីល្បាញរបស់លោក Manny Pacquiao គឺការប្រកួតជាមួយនឹង Floyd Mayweather គឺមានភាពល្បីល្បាញបំផុតហើយក៏មានអ្នកទស្សនារាប់លានអ្នកនៅលើលំដាប់ថ្នាក់ពិភពលោកនៅប្រទេសសហរដ្ឋអាមេរិកនៅរដ្ឋ Las Vegas ហើយការប្រកួតមួយនេះធ្វើឡើងដើម្បីប្រមូលថវិកាជួយសង្គ្រោះទៅដល់ជនក្រីក្រនិងសមាគមអង្គការធំៗនៅលើពិភពលោកអរគុណបងប្អូនប្រិមិត្តដែលពេញនិយមស្នេហាវិស័យកីឡាតាមដាននៅ Channel YouTube របស់ខ្ញុំសូមជម្រាបលា